សួស្តីបងប្អូនសូមស្វាគមន៍មកកាន់មេរៀនទី3នៃការសិក្សាពីការកោតស្ញប់ស្ញែងចំពោះព្រះជាម្ចាស់ដែលមានចំណងជើងថាភាពវិសុទ្ធមិនអាចប្រកែកបានអ្នកប្រកាសជាឆ្ងល់ថាលោកគ្រូដាក់ពាក្យទាំងពីរនេះជាមួយគ្នាមានន័យដូចម្តេចគឺនៅចុងមេរៀននេះលោកអ្នកនឹងយល់ពីអត្ថន័យនៃពាក្យទាំងពីរនេះផ្សំជាមួយគ្នាតោះយើងចាប់ផ្ដើមសុភាសិត16ខ6ចែងដូចនេះអ្នកគោរពកោតខ្លាចព្រះអង្គម្ចាស់រមែងជៀសផុតពីអំពើបាបសូមសម្គាល់ព្រះគម្ពីរមិនចែងថាអ្នកស្រឡាញ់ព្រះជាម្ចាស់រមែងជៀសផុតពីអំពើបាបទេគឺជាការគោរពកោតខ្លាចព្រះអង្គម្ចាស់ដែលផ្ដល់ឫទ្ធានុភាពដល់យើងដើម្បីយើងដើរចេញពីអំពើបាបឬសេចក្តីអាក្រក់ខ្ញុំសូមប្រាប់អ្នកពីពេលដែលខ្ញុំបានរៀនពីការនេះនៅក្នុងបទពិសោធន៍កាលពីដើមឆ្នាំ1990សៀវភៅដំបូងដែលខ្ញុំបាននិពន្ធហើយរឿងដែលកើតឡើងគឺមានពន្ធការីនៃដំណឹងល្អម្នាក់តាមពិតពន្ធការីរូបនេះប្រហែលជាពន្ធការីដែលល្បីជាងគេនៅលើផែនដីនេះប៉ុន្តែគាត់ល្បីដោយហេតុផលខុសទៅវិញដែលគាត់បានប្រព្រឹត្តអំពើឆបោកហើយត្រូវគេកាត់ទោស45ឆ្នាំហើយក្រោយមកទោសរបស់គាត់ត្រូវបន្ថយមកត្រឹម5ឆ្នាំហើយនៅឆ្នាំទី4ដែលគាត់ជាប់ទោសគាត់បានអានចប់សៀវភៅទី1ដែលខ្ញុំបាននិពន្ធហើយគាត់បានតាក់ទងជំនួយការរបស់គាត់ហើយគាត់ក៏ខលមកជំនួយការខ្ញុំហើយសូមឲ្យខ្ញុំទៅសួរសុខទុក្ខគាត់នៅពន្ធនាគារខ្ញុំក៏ថាយល់ព្រមខ្ញុំប្រកាសជាទៅខ្ញុំចាំថាប្រពន្ធខ្ញុំនិងខ្ញុំបានទៅទីក្រុងដែលគាត់ជាប់ពន្ធនាគារនៅក្នុងពន្ធនាគារព្រហ្មទណ្ឌហើយខ្ញុំចាំគាត់បានដើរចេញមកដោយសម្លៀកបំពាក់ពន្ធនាគារហើយពេលយើងអង្គុយនិយាយគ្នាគាត់ប្រាប់ខ្ញុំថាចនគុកនេះមិនមែនជាការកាត់ទោសរបស់ព្រះលើជីវិតខ្ញុំទេតែវាជាក្តីមេត្តាទ្រង់ទៅវិញគាត់ថាបើខ្ញុំបន្តរស់នៅតាមរបៀបដែលខ្ញុំរស់នៅពីមុនខ្ញុំនឹងធ្លាក់ក្នុងឋាននរកមិនខានហើយពាក្យនេះធ្វើឲ្យខ្ញុំស្រឡាំងកាំងតែម្ដងគាត់បានចាប់ផ្ដើមប្រាប់ខ្ញុំពីរបៀបដែលពួកគេមានក្រុមជំនុំនៅក្នុងពន្ធនាគារហើយពួកគេសិក្សាព្រះបន្ទូលព្រះយេស៊ូវដោយយកប្រយោគនីមួយៗហើយបំបែកវាជា5ពាក្យ3ពាក្យ1ពាក្យ2ពាក្យដោយនិយាយអធិដ្ឋានចំណាយពេលច្រើនម៉ោងក្នុងមួយថ្ងៃនៅក្នុងព្រះបន្ទូលរបស់ព្រះគាត់បានប្រាប់ខ្ញុំពីរបៀបដែលព្រះយេស៊ូវបានរំដោះគាត់ពីមារកំណាចនៅក្នុងជីវិតគាត់នៅឆ្នាំទី1ដែលគាត់ជាប់គុកខ្ញុំប្រាប់គាត់ថាគឺលោកកំពុងដឹកនាំក្រុមជំនុំនៅក្នុងគុកនេះហើយលោកមានគុណវុឌ្ឍជាងគេហើយគាត់ថាមិនអាចទេខ្ញុំធ្លាប់ជាមេកំណត់ពោពេញដែលល្បិចហើយខ្ញុំមិនអាចមានទូនាទីពាក់ព័ន្ធនឹងការដឹកនាំទេរហូតដល់ខ្ញុំដឹងថាខ្ញុំត្រូវបានផ្លាស់ប្រែសិនខ្ញុំពិតជាកោតសរសើរណាស់ហើយដូច្នេះដល់ចំណុចមួយខ្ញុំមើលមកគាត់ហើយខ្ញុំសួរថាខ្ញុំចាំបាច់ត្រូវដឹងរឿងមួយតើពេលណាដែលលោកបានធ្លាក់ចេញពីសេចក្តីស្រឡាញ់ជាមួយព្រះយេស៊ូវនៅចំណុចណាខ្ញុំចាំពីចិត្តឆេះឆួលរបស់លោកសម្រាប់ព្រះយេស៊ូវពិតជាប៉ះពាល់ចិត្តណាស់លោកយំនៅពេលលោកអធិប្បាយតើលោកបានធ្លាក់ចេញពីសេចក្តីស្រឡាញ់ជាមួយព្រះយេស៊ូវនៅចំណុចណានៅពេលណាហើយគាត់មើលមកខ្ញុំហើយថាមិនមែនចឹងទេហើយខ្ញុំចាំថាខ្ញុំមើលមកគាត់ហើយគិតថាម៉េចតើលោកថាម៉េចដែលថាមិនធ្លាក់ចេញពីសេចក្តីស្រឡាញ់ជាមួយព្រះយេស៊ូវគាត់ថាចនខ្ញុំស្រឡាញ់ទ្រង់គ្រប់ពេលទាំងអស់ហើយគាត់មើលចំភ្នែកខ្ញុំដែលកំពុងតែឆ្ងល់ហើយគាត់ប្រាប់ខ្ញុំថាចនខ្ញុំមិនបានកោតខ្លាចព្រះទេហើយភ្លាមនោះខ្ញុំមិនយល់អ្វីទាំងអស់ហើយគាត់ថាចនមានជនជាតិអាមេរិកកាងរាប់លានអ្នកដូចជាខ្ញុំចឹងពួកគេស្រឡាញ់ព្រះយេស៊ូវតែគេមិនគោរពកោតខ្លាចព្រះអ្នកឃើញទេសេចក្តីស្រឡាញ់របស់ព្រះនិងការគោរពកោតខ្លាចព្រះគឺជាកម្លាំងដែលឲ្យយើងបន្តដើរលើផ្លូវចង្អៀតបើអ្នកមើលនៅម៉ាថាយជំពូកទី7ព្រះយេស៊ូវមានបន្ទូលថារីឯទ្វារគឺតូចណាស់ហើយបន្តមកទ្រង់ក៏មានបន្ទូលថាផ្លូវបន្តពីទ្វារនោះក៏ចង្អៀតខ្លាំងដែរទ្វារគឺសំដៅលើទ្វារនៃការសង្គ្រោះដូច្នេះផ្លូវដែលនាំទៅរកជីវិតបន្ទាប់ពីបានសង្គ្រោះផ្លូវនោះគឺចង្អៀតណាស់ហើយផ្លូវសុទ្ធតែមានរណ្ដៅប្រឡាយនៅសងខាងផ្លូវចង្អៀតដែលនាំទៅរកជីវិតក៏អញ្ចឹងដែរហើយព្រះអង្គប្រទានកម្លាំង2ដល់យើងកុំឲ្យយើងធ្លាក់ចូលក្នុងរណ្ដៅទាំងនោះរណ្ដៅទី1គឺក្រឹតវិន័យនិយមក្រុមជំនុំបានធ្លាក់ក្នុងរណ្ដៅក្រឹតវិន័យនិយមដ៏ធ្ងន់ធ្ងរនៅក្នុងឆ្នាំ50និង60ហើយអ្វីដែលបានកើតឡើងគឺមានបដិវត្តន៍ព្រះយេស៊ូវយើងបានរកឃើញថាព្រះបិតារបស់យើងស្រឡាញ់យើងមានអ្នកបម្រើរបស់ព្រះម្នាក់ដែលបានទទួលការបើកសម្ដែងដ៏អស្ចារ្យនៅក្នុងពេលនោះដែលថាព្រះទ្រង់ល្អហើយអ្នកដឹងថាសេចក្តីស្រឡាញ់របស់ព្រះបានធ្វើអ្វីទេគឺសេចក្តីស្រឡាញ់របស់ទ្រង់បានរំដោះយើងពីការប្រកាន់វិន័យនិយមហើយបន្ទាប់មកតើអ្នកដឹងថាយើងបានធ្វើអ្វីទេគឺយើងបានធ្វើរឿងដែលមនុស្សជាច្រើនធ្វើដែលយើងថាយើងចង់ដើរចេញពីរណ្ដៅនៃការប្រកាន់វិន័យនិយមហើយយើងបែរជាធ្លាក់ទៅរណ្ដៅម្ខាងទៀតនៃផ្លូវនោះដែលរណ្ដៅនោះគឺជាការទទឹងច្បាប់ហើយកម្លាំងដែលការពារយើងកុំឲ្យធ្លាក់ក្នុងរណ្ដៅនោះគឺជាការគោរពកោតខ្លាចព្រះអង្គម្ចាស់អ្នកបម្រើពន្ធកិច្ចរូបនេះមិនបានរស់នៅក្នុងការគោរពកោតខ្លាចព្រះហើយក៏ថាចនជនជាតិអាមេរិករាប់លានអ្នកគឺដូចជាខ្ញុំចឹងដែលមានន័យថាជនជាតិអាមេរិករាប់លានអ្នកងាយនឹងមានឱកាសមិនអាចបញ្ចប់ការរត់ប្រណាំងឲ្យបានល្អប្រសើរឬលិចលង់ផ្នែកខាងជំនឿបើអ្នកចាំកាលពីមេរៀនទី1នេះជាអ្វីដែលលោកសាវកពូលបានប្រមានទុកជាមុនអំពីអ្វីដែលកើតឡើងមុនពេលព្រះយេស៊ូវយាងមកវិញបាទហើយរវាងហេតុការណ៍ដែលកើតឡើងក្នុងក្រុមជំនុំនៅឆ្នាំ1994និងជំនួបជាមួយអ្នកផ្សាយដំណឹងល្អដ៏ល្បីដែលជាប់ក្នុងគុកនេះនៅពេលនេះខ្ញុំកាន់តែមានចិត្តស្រេកឃ្លានចំពោះការគោរពកោតខ្លាចព្រះអង្គម្ចាស់រហូតដល់ខ្ញុំស្រែកឡើងថាព្រះអើយសូមបំពេញខ្ញុំដោយព្រះវិញ្ញាណនៃការគោរពកោតខ្លាចរបស់ទ្រង់ហេតុអ្វីទៅព្រោះនោះជាលក្ខណៈមួយនៃព្រះវិញ្ញាណដ៏វិសុទ្ធលោកអេសាយមានប្រសាសន៍ថា
ព្រះវិញ្ញាណនៃព្រះអង្គម្ចាស់នឹងសន្ធិដ្ឋលើព្រះយេស៊ូវជាព្រះវិញ្ញាណនៃប្រាជ្ញានិងយោបល់ឫទ្ធានុភាពសេចក្តីចេះដឹងនិងការយល់ដឹងនិងសេចក្តីកោតខ្លាចព្រះអង្គម្ចាស់ព្រមទាំងអសប្បាយក្នុងការគោរពកោតខ្លាចព្រះអង្គម្ចាស់ហើយដូច្នេះមានពាក្យដ៏សំខាន់មួយដែលខ្ញុំចង់ផ្ដោតលើនៅពេលនេះគឺភាពយូរអង្វែងខ្ញុំតែងគិតពីរបៀបបញ្ចប់ការរត់ប្រណាំងឲ្យបានល្អប្រសើរមិនសំខាន់ថាយើងចាប់ផ្ដើមដោយរបៀបណាទេប៉ុន្តែសំខាន់ត្រង់របៀបដែលយើងបញ្ចប់ហើយជំនឿគ្រិស្តបរិស័ទជាការរត់ដោយការស៊ូទ្រាំជាដំណើរមួយដែលយើងត្រូវមានភាពខ្ជាប់ខ្ជួនហើយដូច្នេះបើនិយាយអំពីភាពយូរអង្វែងខ្ញុំបានរៀននៅមេរៀនដ៏សំខាន់មួយប្រហែលជា4ឬ5ឆ្នាំបន្ទាប់ពីឆ្នាំ1994គឺខ្ទង់ឆ្នាំ1998ឬ99ហើយខ្ញុំបានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីជាការប្រជុំថ្នាក់ជាតិសាលាព្រះគម្ពីរធំជាងគេនៅក្នុងប្រទេសហើយគ្រូគង្វាលពីគ្រប់កន្លែងក្នុងប្រទេសនោះបានមកចូលរួមមានអ្នកជឿមកពីគ្រប់កន្លែងជាពេលមួយដ៏ពិបាកហើយមានការប្រជុំ10វេនហើយយើងចូលរួមនៅក្នុងវេនទី10និងជាវេនចុងក្រោយហើយខ្ញុំបានអធិប្បាយមេរៀនអំពីការគោរពកោតខ្លាចព្រះអង្គម្ចាស់ហើយខ្ញុំចាំមិនភ្លេចនៅចុងពេលអធិប្បាយខ្ញុំមានអារម្មណ៍ថាចង់អំពាវនាវទៅកាន់ស្ត្រីទាំងអស់ដែលដឹងថាគេត្រូវបានត្រាស់ហៅឲ្យប្រកាសដំណឹងល្អប៉ុន្តែមិនដែលទទួលស្គាល់វាជាសាធារណៈខ្ញុំសូមប្រាប់លោកអ្នកថាស្ត្រីទាំងនេះបានឡើងមកខាងមុខគឺមានមនុស្សពេញណែនក្នុងបន្ទប់ប្រជុំហើយខ្ញុំចាំបានថាមានស្ត្រី5នាក់ឡើងមកខាងមុខនៅលើវេទិកាដែលជាវេទិកាដ៏ធំហើយនៅខាងមុខវេទិកាមានស្ត្រីអាស៊ី5នាក់នេះខ្ញុំត្រូវបានព្រះអង្គត្រាស់ហៅឲ្យអធិប្បាយព្រះបន្ទូលហើយខ្ញុំចាប់ផ្ដើមចុះពីលើវេទិកាដើរទៅជួបស្ត្រីទាំងនោះដើម្បីអធិដ្ឋានជាមួយពួកគេហើយរំពេចនោះព្រះវត្តមានរបស់ទ្រង់យាងចូលមកក្នុងបន្ទប់ប្រជុំទាំងមូលរបៀបតែមួយដែលខ្ញុំអាចពិពណ៌នាពីការនោះគឺព្រះបិតាយាងចូលមកក្នុងបន្ទប់ប្រជុំនោះអូខេអំណរដ៏អស្ចារ្យនេះសេចក្តីស្រឡាញ់ដ៏អស្ចារ្យនេះព្រះវត្តមានជាទីរីករាយរបស់ព្រះអង្គម្ចាស់បំពេញនៅក្នុងទីលានដ៏ធំនេះហើយរំពេចនោះខ្ញុំមិនបាននិយាយអ្វីទាំងអស់ស្ត្រីទាំងនេះស្រាប់តែចាប់ផ្ដើមសើចតែម្ដងហើយការសើចរបស់ពួកគាត់បានប្រែទៅជាអំណរដ៏ពេញទំហឹងហើយក្នុងពេលត្រឹមតែប៉ុន្មាននាទីហើយអ្នកប្រហែលជាគិតថារឿងនេះជារឿងចម្លែកណាស់ព្រោះសប្តាហ៍ថ្ងៃខ្ញុំនៅតែគិតថាវាពិតជាចម្លែកណាស់ពួកគាត់ដេកដួលទៅលើឥដ្ឋហើយអត់មានអ្នកណាទប់ទេគឺដេកដួលទៅលើឥដ្ឋហើយសើចយ៉ាងរំជួលចិត្តហើយខ្ញុំចង់ប្រាប់ថាកាលពីតូចខ្ញុំកាន់និកាយកាតូលិកអូខេដូច្នេះខ្ញុំមិនដែលឃើញហេតុការណ៍បែបនេះទេហើយអញ្ចឹងខ្ញុំក៏រីករាយនឹងឃើញហេតុការណ៍ទាំងនេះអូខេហើយជាចុងក្រោយខ្ញុំគ្រាន់តែអង្គុយលើវេទិកាហើយគិតថាខ្ញុំនឹងរីករាយជាមួយការនោះជាការដ៏អស្ចារ្យណាស់ដែលមើលឃើញព្រះជាម្ចាស់ប៉ះពាល់ដល់កូនស្រីរបស់ទ្រង់ជាមួយនឹងអំណរដ៏អស្ចារ្យបែបនេះទាំងភាពរីករាយបែបនេះរឿងនោះបានកើតឡើងប្រហែល5នាទីហើយភ្លាមនោះស្រាប់តែប្រវត្តិមានបែបនោះបាត់ទៅវិញហើយខ្ញុំចាំថាបរិយាកាសនោះប្រែទៅជាស្ងប់ស្ងាត់ហើយក្នុងពេលត្រឹមតែ60វិនាទីក៏មានប្រវត្តិមានមួយបែបទៀតចូលមកប៉ុន្តែប្រវត្តិមាននេះមិនមែនជាប្រវត្តិមានបែបព្រះបិតាជាប៉ានៃយើងទេប៉ុន្តែជាប្រវត្តិមានដ៏អស្ចារ្យសឹងតែសូមយល់បែបនេះគួរឲ្យស្ញែងខ្លាចប៉ុន្តែស្ញែងខ្លាចក្នុងន័យល្អហើយខ្ញុំចាំថាពេលប្រវត្តិមានបែបនោះយាងចូលមកខ្ញុំគិតថាម្ចាស់ថ្លៃអើយហើយខ្ញុំចាំថាខ្ញុំក្រាក់ឈរឡើងហើយដើរទៅដើរមកទាំងប្រុងប្រយ័ត្នហើយខ្ញុំចាំថារំពេចនោះស្ត្រីដែលកំពុងតែសើចទាំងនេះឥឡូវនេះពួកគាត់កំពុងយំទាំងទួញសោកហើយធ្ងោផងដែរហើយខ្ញុំចាំថាបរិយាកាសនៅពេលនោះមានពោពេញដោយប្រវត្តិមានបែបនេះយ៉ាងក្រាស់ក្រែលហើយខ្ញុំអាចបានត្រឹមតែនិយាយថាអោព្រះអើយ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 ហើយខ្ញុំដើរទៅដើរមកហើយស្រាប់តែមានគំនិតចូលមកក្នុងចិត្តគំនិតខ្ញុំថាចនបូវីបើអ្នកនិយាយពាក្យមួយខុសបើអ្នកធ្វើអ្វីខុសតែបន្តិចអ្នកនឹងស្លាប់ជាមិនខានបើអ្នកសួរថាតើវានឹងកើតឡើងចឹងមែនទេខ្ញុំមិនដឹងទេប៉ុន្តែវាកើតឡើងជាមួយអាណាណាស់និងសាភីរ៉ាពេលពួកគេយកដង្វាយមកក្រុមជំនុំហើយបានប្រព្រឹត្តដោយមិនមានការគោរពកោតខ្លាចព្រះនៅក្នុងប្រវត្តិមានទ្រង់បែបនោះខ្ញុំដឹងថាទ្រង់មិនអត់ឱននឹងការមិនគោរពកោតខ្លាចទ្រង់ទេគឺព្រះអង្គជាស្ដេចយាងចូលមកក្នុងបន្ទប់នោះហើយពេលខ្ញុំកំពុងដើរចុះដើរឡើងស្រាប់តែខ្ញុំនិយាយពាក្យទាំងនេះចេញពីមាត់ខ្ញុំនេះគឺជាព្រះវិញ្ញាណនៃការគោរពកោតខ្លាចព្រះអង្គម្ចាស់ហើយនោះគឺជាលើកទី1នៅក្នុងជីវិតរបស់ខ្ញុំដែលខ្ញុំដឹងថាព្រះវិញ្ញាណនៃការគោរពកោតខ្លាចព្រះអង្គម្ចាស់គឺជាការបើកសម្ដែងមួយនៃព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ដោយដែលអេសាយជំពូក11ចែងដែលខ្ញុំបានចែកចាយពីខាងដើមហើយខ្ញុំចាំថាពេលខ្ញុំដើរទៅដើរមកនោះខ្ញុំបានរកឃើញថាខួរក្បាលខ្ញុំនិងបេះដូងខ្ញុំគិតខុសពីគ្នាព្រោះខួរក្បាលខ្ញុំគិតថាព្រះអង្គអើយខ្ញុំមិនអាចទទួលការទាំងនេះបានទេប៉ុន្តែបេះដូងខ្ញុំគិតថាព្រះអង្គម្ចាស់អើយកុំយាងទៅណាសូមចាំថាព្រះបន្ទូលរបស់ព្រះកាត់ផ្ដាច់ព្រលឹងនិងវិញ្ញាណចេញពីគ្នាគឺខ្ញុំអង្គុយនៅទីនោះហើយបរិយាកាសមានពេញដោយការកោតស្ញប់ស្ញែងចំពោះព្រះហើយខ្ញុំចាំថាវាកើតឡើងក្នុងរយៈពេល 3-4 នាទីហើយក៏ស្រាកស្រានទៅហើយពេលស្រាកស្រានទៅយើងឈរនៅទីនោះទាំងការកោតស្ញប់ស្ញែងនិងស្ងប់ស្ងៀមហើយខ្ញុំចាំថាខ្ញុំសួរដោយប្រុងប្រយ័ត្នថាព្រះអង្គម្ចាស់អើយខ្ញុំគួរធ្វើអ្វីហើយទ្រង់ថាយើងចាប់ហើយជាមួយអ្នកហើយខ្ញុំប្រគល់វេទិកាទៅអ្នកដឹកនាំហើយគាត់ក៏ឡើងមកហើយរំសាយការប្រជុំដោយភាពស្ងប់ស្ងាត់គាត់ឆ្លៀសវៃគាត់យល់ថាយើងមិនត្រូវបញ្ចប់ការប្រជុំនេះដោយបទចម្រៀងអ្វីទេគឺឥឡូវនេះមានបរិយាកាសដ៏ម៉ាត់ស្យាតដ៏អស្ចារ្យនៅក្នុងបន្ទប់នេះហើយខ្ញុំចាំថាពេលខ្ញុំដើរចេញទៅមានប្តីប្រពន្ធមួយគូមកពីប្រទេសឥណ្ឌា
ពួកគាត់ជានិស្សិតសាលាព្រះគម្ពីរហើយពួកគាត់ទទួលបានការប៉ះពាល់ទាំងស្រុងដោយប្រវត្តិមានបែបនេះហើយយើងគ្រាន់តែសម្លឹងមើលមុខគ្នាពី3វិនាទីដោយមិនមានអ្វីត្រូវនិយាយហើយខាងប្រពន្ធក៏និយាយប្រាប់ខ្ញុំថាខ្ញុំមានអារម្មណ៍ថាស្អាតនៅខាងក្នុងចិត្តខ្ញុំណាស់ហើយខ្ញុំក៏ឆ្លើយថាគឺនឹងហើយនោះគឺពិពណ៌នាយ៉ាងចំពីអ្វីដែលខ្ញុំមានអារម្មណ៍នៅក្នុងចិត្តខ្ញុំឥឡូវនេះខ្ញុំមានអារម្មណ៍ថាជ្រះស្អាតណាស់លុះព្រឹកឡើងខ្ញុំក៏រៀបចំខ្លួនទៅលេងបាល់បោះជាមួយនិស្សិតប្រុសៗនៅសាលាព្រះគម្ពីរហើយខ្ញុំគិតថាខ្ញុំស្លៀកខោកីឡាជើងខ្លីនៅបន្ទប់សន្តាគារហើយព្រះវិញ្ញាណមានបន្ទូលមកខ្ញុំថាកូនប្រុសអើយយើងចង់ឲ្យកូនអានទំនុកដង្កើង19ហើយខ្ញុំមិនដឹងថាទំនុកដង្កើង19ចែងអំពីអ្វីទេហើយខ្ញុំក៏បើកអានពីខ1ខ2ហើយអានរហូតដល់ខ9ដែលចែងថាការកោតខ្លាចដល់ព្រះយេហូវ៉ានោះស្អាតបរិសុទ្ធហើយខ្ញុំក៏ថាអស្ចារ្យណាស់គឺត្រង់នឹងហើយការកោតខ្លាចទ្រង់គឺស្អាតបរិសុទ្ធយើងមានអារម្មណ៍បែបនោះនៅក្នុងការប្រជុំនោះប៉ុន្តែសូមស្ដាប់ត្រង់នេះការកោតខ្លាចដល់ព្រះយេហូវ៉ានោះស្អាតបរិសុទ្ធក៏ឋិតថេរនៅជាដរាបព្រះវិញ្ញាណដ៏វិសុទ្ធមានបន្ទូលមកខ្ញុំនៅក្នុងបន្ទប់សន្តាគារនោះដែលខ្ញុំចាំមិនភ្លេចគឺទ្រង់មានបន្ទូលថាកូនប្រុសអើយ Lucifer បានដឹកនាំថ្វាយបង្គំនៅចំពោះសាលបាឡាំងរបស់យើងនៅចំពោះសេរីរុងរឿងរបស់យើងវាបានទទួលប្រេងតាំងដើម្បីធ្វើកិច្ចការនេះវាមិនបានកោតខ្លាចយើងវាមិនបាននៅឋិតថេរជារៀងរហូតទេទ្រង់មានបន្ទូលថាកូនអើយទេវតា1/3នៅក្នុងសាលបាឡាំងរបស់យើងគេបានឃើញសេរីរុងរឿងរបស់យើងគេមិនបានកោតខ្លាចយើងទេគេមិនបាននៅឋិតថេរជារៀងរហូតទេទ្រង់ថាអាដាមនិងអេវ៉ាបានដើរនៅចំពោះប្រវត្តិមាននៃសេរីរុងរឿងរបស់យើងពួកគេមិនបានកោតខ្លាចយើងទេពួកគេមិនបាននៅឋិតថេរជាដរាបទេទ្រង់ថាគ្រប់ភាវៈដែលយើងបានបង្កើតមកដែលនៅជុំវិញបល្ល័ង្កយើងនៅក្នុងភាពអស់កលជានិច្ចនឹងត្រូវបានលបងលោដោយការគោរពកោតខ្លាចដ៏វិសុទ្ធចំពោះព្រះជាម្ចាស់ហើយខ្ញុំក៏ចាប់ផ្ដើមគិតពីគ្រូគង្វាលទាំងអស់ដែលបានចាប់ផ្ដើមនៅក្នុងពន្ធកិច្ចទាំងការរំភើបហើយខ្ញុំចាំពីអ្នកផ្សាយដំណឹងល្អដ៏ល្បីដែលជាប់គុកដែលចាប់ផ្ដើមឡើងដោយការរំភើបចិត្តឆេះឆួលការយំសោកប៉ុន្តែគាត់មិនបាននៅបម្រើពន្ធកិច្ចគង់វង្សទេពន្ធកិច្ចគាត់ក៏លែងមានទៀតដែរដោយសារតែគាត់មិនមាននៅការគោរពកោតខ្លាចព្រះអម្ចាស់ដូច្នេះឥឡូវយើងបង្វែរចំណាប់អារម្មណ៍មកកាន់ភាពវិសុទ្ធព្រោះភាពវិសុទ្ធជាអ្វីដែលមនុស្សជាច្រើនយល់ខុសពួកគេគិតថាវាជាការប្រកាន់វិន័យនិយមតែភាពវិសុទ្ធមានន័យថាជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ទាំងស្រុងគឺមានន័យបែបនោះភាពវិសុទ្ធគឺការញែកដាច់ឡាយថ្វាយទ្រង់ព្រះគម្ពីរ2ករិនថូសចំពុក7ខ1ចែងថាគឺដកស្រង់ពីសម្ព័ន្ធមេត្រីថ្មីផ្ទាល់ចូលយើងសម្អាតខ្លួនពីភាពស្មោកគ្រោកសូមស្ដាប់ត្រង់នេះសម្អាតខ្លួនពីភាពស្មោកគ្រោកទាំងឡាយខាងសាច់ឈាមនិងខាងវិញ្ញាណទាំងបំពេញសេចក្តីបរិសុទ្ធដោយការកោតខ្លាចព្រះជាម្ចាស់សូមសម្គាល់ថាខនេះមិនចែងថាបំពេញសេចក្តីបរិសុទ្ធដោយការស្រឡាញ់ព្រះជាម្ចាស់ទេម្ដងទៀតនៅភីលីពី12ចែងថាយើងបង្ហាញការសង្គ្រោះដោយការកោតខ្លាចនិងញាប់ញ័រមិនមែនដោយក្តីស្រឡាញ់និងចិត្តល្អទេយើងបំពេញសេចក្តីសង្គ្រោះដោយការគោរពកោតខ្លាចព្រះអម្ចាស់ដែលមានន័យថាយើងកាន់តែមានលក្ខណៈជារបស់ទ្រង់កាន់តែមានលក្ខណៈដូចជាព្រះយេស៊ូវតាមរយៈអ្វីទៅគឺការគោរពកោតខ្លាចដ៏វិសុទ្ធលោក C.S. Lewis សរសេរថាមនុស្សមួយចំនួនមិនសូវដឹងច្រើនទេពេលដែលគេគិតថាភាពវិសុទ្ធគឺគួរឲ្យធុញទ្រាន់និងមិនរស់រវើកនោះយើងមិនមានអ្វីអាចប្រកែកបាននៅពេលយើងជួបភាពវិសុទ្ធដ៏ពិតប្រាកដភាពវិសុទ្ធមិនមែនជាចុងបញ្ចប់ទេប៉ុន្តែតាមពិតវាជាច្រកទ្វារជាច្រកផ្លូវឲ្យយើងចូលទៅកាន់អ្វីដែលយើងចង់បានដែលជាភាពស្និទ្ធស្នាលស៊ីជម្រៅជាមួយព្រះជាម្ចាស់គម្ពីរហេព្រើរជំពូក12ខ14ចែងដូចនេះថាចូលខិតខំឲ្យបានវិសុទ្ធបើមិនបានវិសុទ្ធទេគ្មាននរណាអាចឃើញព្រះអង្គម្ចាស់ឡើយវ៉ាវជាព្រះបន្ទូលដ៏អស្ចារ្យឥឡូវចូលយើងនិយាយពីពាក្យខិតខំពាក្យក្រិចសម្រាប់ពាក្យខិតខំនៅត្រង់នោះមានន័យដូចនេះធ្វើអ្វីមួយដោយខិតខំប្រឹងប្រែងយ៉ាងខ្លាំងនិងដោយមានគោលបំណងឬគោលដៅច្បាស់លាស់វ៉ាវត្រង់នេះមិនមានចែងវៀងវែងឆ្ងាយអ្វីទេគឺអ្នកកំពុងដើរនៅលើផ្លូវទៅកាន់អ្វីមួយយ៉ាងដោយមានគោលបំណងច្បាស់លាស់ដើម្បីយកវាឲ្យបានវាដូចជាព្រានព្រៃដើរតាមផ្លូវទៅបោះបាញ់សត្វក្តាន់ហើយគាត់នឹងប្រមាញ់ក្តាន់នោះឲ្យបានគឺមិនមានអ្វីអាចបញ្ឈប់គាត់បានឡើយនោះជាអត្ថន័យចំនៃពាក្យនោះហើយសំណួរដែលយើងត្រូវសួរតើគាត់កំពុងនិយាយពីភាពវិសុទ្ធជាឋានៈឬភាពវិសុទ្ធជាអាកប្បកិរិយាហើយអ្នកសួរថាវាខុសគ្នាមែនហើយនេះជាហេតុផលដែលមនុស្សជាច្រើនមិនយល់ពីភាពវិសុទ្ធគឺគេច្របាច់ភាពវិសុទ្ធនៅក្នុងសម្ព័ន្ធមេត្រីថ្មីចូលក្នុងកន្ត្រកតែមួយទេមានភាពវិសុទ្ធខុសគ្នាពីរបែបគឺភាពវិសុទ្ធជាឋានៈនិងភាពវិសុទ្ធជាអាកប្បកិរិយាខ្ញុំសូមពន្យល់ដោយលើកពីអាពាហ៍ពិពាហ៍ពួកយើងលីសានិងខ្ញុំបានរៀបការ40ឆ្នាំមុនអូខេនៅថ្ងៃដែលពួកយើងរៀបការលីសាបានក្លាយជាប្រពន្ធរបស់ខ្ញុំបើគិតពីឋានៈគាត់មិនកាន់តែក្លាយជាប្រពន្ធរបស់ខ្ញុំនៅថ្ងៃនេះ40ឆ្នាំក្រោយខ្លាំងជាងថ្ងៃដែលខ្ញុំរៀបការជាមួយគាត់ហើយគាត់ក៏នឹងមិនក្លាយជាប្រពន្ធរបស់ខ្ញុំកាន់តែខ្លាំងឡើងនៅក្នុងពេល40ឆ្នាំទៅមុខទៀតដែរដោយគាត់បានក្លាយជាប្រពន្ធរបស់ខ្ញុំហើយនោះជាភាពវិសុទ្ធខាងផ្នែកឋានៈ
អូខេបើយើងមើលគម្ពីរអេផេសូសជំពូក1ខទី4ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ទតាំងពីមុនកំណើតពិភពលោកមកម្លេះដើម្បីឲ្យយើងបានវិសុទ្ធនិងឥតសៅមងនៅចំពោះព្រះភ័ក្ត្រព្រះអង្គមានបន្ទូលថាយើងប្រកាសថាអ្នកវិសុទ្ធដោយសារតែអ្វីដែលព្រះគ្រីស្ទជាបុត្រាយើងបានធ្វើនោះគឺសំដៅលើឋានៈយើងដូច្នេះអ្នកនឹងមិនកាន់តែវិសុទ្ធខ្លាំងជាងអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់អ្នកទេប៉ុន្តែទោះយ៉ាងណាក្តីនៅពេលដែលលីសានិងខ្ញុំរៀបការហើយគាត់មានអាកប្បកិរិយាដែលស្របជាមួយនឹងឋានៈរបស់គាត់មុនពេលពួកយើងរៀបការគាត់តាក់ទងជាមួយគេហើយគាត់ឲ្យលេខទូរស័ព្ទទៅគេហើយគេសុំណាត់ជួបគាត់ទៅខាងក្រៅតែក្រោយពេលយើងរៀបការគាត់មិនតាក់ទងអ្នកណាមិនឲ្យលេខទូរស័ព្ទទៅប្រុសណាហើយក៏មិនណាត់ជួបបរិសណាដែរព្រោះគាត់មានអាកប្បកិរិយាដែលស្របជាមួយនឹងឋានៈគាត់ជាប្រពន្ធខ្ញុំសូមស្ដាប់ប្រសាសន៍របស់សាវកពេត្រុសនៅ1ពេត្រុសជំពូក1ខ15ផ្ទុយទៅវិញព្រះអង្គដែលបានត្រាស់ហៅបងប្អូនទ្រង់វិសុទ្ធយ៉ាងណាបងប្អូនក៏ត្រូវតែវិសុទ្ធក្នុងគ្រប់កិច្ចការដែលបងប្អូនប្រព្រឹត្តយ៉ាងនោះដែរត្រង់នេះគាត់កំពុងនិយាយពីភាពវិសុទ្ធផ្នែកអាកប្បកិរិយាដែលស្របជាមួយនឹងឋានៈរបស់យើងឥឡូវយើងត្រូវបកទៅខគម្ពីរចូលខិតខំឲ្យបានវិសុទ្ធបើមិនបានវិសុទ្ធទេគ្មាននរណាអាចឃើញព្រះអង្គម្ចាស់ឡើយតើគាត់កំពុងនិយាយពីភាពវិសុទ្ធខាងឋានៈឬអាកប្បកិរិយាជាការពិតណាស់គឺនិយាយអំពីភាពវិសុទ្ធផ្នែកអាកប្បកិរិយានៅត្រង់នេះផលវិបាកនៃការដែលមិនខិតខំឲ្យបានវិសុទ្ធគឺមិនអាចឃើញព្រះអង្គម្ចាស់តើមានន័យថាយើងមិនអាចឃើញទ្រង់នៅឋានសួគ៌ឬអត់ទេប៉ុន្តែពាក់ព័ន្ធនឹងផែនដីនេះខ្ញុំសូមពន្យល់ឲ្យអ្នកយល់ដល់របៀបនេះខ្ញុំបានរស់នៅក្រោមការដឹកនាំរបស់ប្រធានាធិបតី10ទៅ11នាក់នៃសហរដ្ឋអាមេរិកហើយខ្ញុំមានទំនាក់ទំនងបែបម្យ៉ាងជាមួយពួកគាត់ហើយយើងទាំងអស់គ្នាក៏អញ្ចឹងដែរបាននិយាយពីការសម្រេចចិត្តដែលពួកគេប៉ះពាល់ដល់ជីវិតរបស់យើងដែលខ្ញុំស្ថិតក្រោមការដឹកនាំរបស់ពួកគាត់ក្រោមការគ្រប់គ្រងក្រោមការសម្រេចចិត្តដែលនឹងប៉ះពាល់ដល់យើងទាំងអស់គ្នាប៉ុន្តែខ្ញុំមិនដែលជួបដោយផ្ទាល់ចំពោះវត្តមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកនោះទេនៅក្នុងមួយឆាកជីវិតរបស់ខ្ញុំដែលមានន័យថាខ្ញុំមិនដែលបានឃើញប្រធានាធិបតីសហរដ្ឋអាមេរិកដោយផ្ទាល់នោះទេមានគ្រឹះបរិស័ទដែលស្ថិតនៅក្រោមរាជរបស់ព្រះយេស៊ូវគ្រីស្ទពួកគេមានទំនាក់ទំនងជាមួយទ្រង់ការសម្រេចចិត្តរបស់ទ្រង់ប៉ះពាល់ជីវិតរបស់ពួកគេព្រះបន្ទូលទ្រង់ប៉ះពាល់ជីវិតរបស់ពួកគេទោះយ៉ាងនេះក្តីពួកគេមិនខុសគ្នាពីរឿងខ្ញុំជាមួយប្រធានាធិបតីទេពួកគេមិនជិតស្និទ្ធជាមួយនឹងទ្រង់ពួកគេមិនស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ពួកគេមិនស្ថិតនៅក្នុងប្រវត្តិមានទ្រង់ទេហេតុអ្វីព្រោះពួកគេមិនខិតខំសង្វាតឲ្យបាននៅភាពវិសុទ្ធជាមួយនឹងបំណងចិត្តច្បាស់លាស់នេះជាអ្វីដែលអត្ថបទគម្ពីរចែងដូច្នេះផលវិបាកនៃការដែលមិនខិតខំឲ្យបានភាពវិសុទ្ធទី1គឺជាការដែលមិនស្ថិតនៅក្នុងប្រវត្តិមានព្រះអង្គម្ចាស់ហើយទី2ប្រសិនបើយើងមើលមិនឃើញទ្រង់ឬមិនអាចឃើញទ្រង់តាមមានអ្វីកើតឡើងគឺយើងមិនបានផ្លាស់ប្រែទៅតាមរូបអង្គលក្ខណៈរបស់ទ្រង់ដូច្នេះការផ្លាស់ប្រែរបស់យើងប្រែជាក្រេះក្រិនយើងធ្វើឲ្យអត្តចរិតយើងក្រេះក្រិនលែងលូតលាស់បើយើងមិនសង្វាតឲ្យបានវិសុទ្ធបើអ្នកមើលគម្ពីរ2កូរិនថូសជំពូក3ខ18ចែងថាយើងត្រូវបានផ្លាស់ប្រែឲ្យបានដូចព្រះអង្គគឺព្រះយេស៊ូវគ្រីស្ទគឺមានសេរីរុងរឿងកាន់តែភ្លឺឡើងដោយការមើលទៅកាន់ព្រះអង្គដូច្នេះបើគ្មានភាពវិសុទ្ធខ្ញុំមើលមិនឃើញទ្រង់នៅក្នុងដួងចិត្តខ្ញុំមិនត្រូវបានផ្លាស់ប្រែទៅតាមអត្តចរិតនិងលក្ខណៈដូចជាទ្រង់នោះទេលោកយ៉ាកុបសរសេរទៅកាន់គ្រឹះបរិស័ទថាបងប្អូនទូលសុំដោយបំណងអាក្រក់គឺបងប្អូនចង់បានសម្រាប់តែបំណងចិត្តស្រាបស្រារបស់ខ្លួនប៉ុណ្ណោះមនុស្សក្បត់ចិត្តអើយវ៉ាវគាត់ទើបតែហៅគ្រឹះបរិស័ទទាំងនេះថាជាមនុស្សផិតក្បត់បងប្អូនមិនជ្រាបទេឬថាការស្រឡាញ់លោកីធ្វើឲ្យខ្លួនទៅជាសត្រូវនឹងព្រះជាម្ចាស់គាត់កំពុងសរសេរទៅកាន់អ្នកជឿនៅត្រង់នេះគឺព្រះជាម្ចាស់តែងតែប្រើរូបភាពអាពាហ៍ពិពាហ៍ដើម្បីបង្ហាញពីទំនាក់ទំនងរបស់ទ្រង់ជាមួយយើងសម្ព័ន្ធមេត្រីចាស់ទ្រង់មានបន្ទូលថាព្រះអធិការជាព្រះនៃអ្នកសម្ព័ន្ធមេត្រីថ្មីព្រះយេស៊ូវជាកូនកំឡោះហើយយើងជាកូនក្រមុំអេផេសូជំពូក5ចែងថាហេតុនេះហើយបានជាបរិសត្រូវចាក់ចេញពីឪពុកម្ដាយទៅរួមរស់ជាមួយភរិយារបស់ខ្លួនហើយអ្នកទាំងពីរនឹងបានទៅជារូបកាយតែមួយខបន្ទាប់ចែងថាខ្ញុំនិយាយសេចក្តីនេះសំដៅលើព្រះគ្រីស្ទនិងក្រុមជំនុំប៉ុណ្ណោះហើយហេតុអ្វីបានជាខ្ញុំមិនបានប្រព្រឹត្តអំពើផិតក្បត់ចំពោះប្រពន្ធខ្ញុំគឺព្រោះខ្ញុំមិនចង់គេងរួមគ្រែជាមួយស្ត្រីដ៏អស្ចារ្យរូបនេះដែលជាប្រពន្ធខ្ញុំហើយគាត់បែរជាមិនចែករំលែកនៅអាកំបាំងដ៏ស្និទ្ធស្នាលនៅក្នុងជំរឿចិត្តរបស់គាត់ជាមួយខ្ញុំនោះទេខ្ញុំសូមប្រាប់រឿងមួយគាត់ជាស្ត្រីម្នាក់ដ៏អស្ចារ្យហើយអំណរដ៏ធំធេងបំផុតក្នុងការរៀបការជាមួយស្ត្រីដ៏អស្ចារ្យរូបនេះគឺស្គាល់ពីបំណងចិត្តនៅក្នុងជំរឿចិត្តគាត់ហើយស្គាល់នៅគំនិតខាងក្នុងជំរឿចិត្តគាត់ហើយបើមិនមានការទាំងនោះទេនោះមិនមែនជាអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលទេហេតុផលដែលខ្ញុំមិនប្រព្រឹត្តអំពើផិតក្បត់ចំពោះព្រះយេស៊ូវព្រោះខ្ញុំមិនចង់ឲ្យព្រះសូរសៀងទ្រង់ស្ងប់ស្ងាត់នោះទេជាព្រះសូរសៀងដែលប្រាប់ខ្ញុំពីអ្វីដែលខ្ញុំមិនបានដឹងហើយស្រាយនៅព្រះបន្ទូលរបស់ព្រះចំពោះខ្ញុំដែលមានព្រះបន្ទូលអំពីអ្វីដែលនឹងកើតឡើងប្រាប់ដល់ខ្ញុំនិងពង្រឹងខ្ញុំមិនចង់ឲ្យព្រះសូរសៀងនោះស្ងាត់ទេមែនហើយខ្ញុំអាចនៅតែមានឈ្មោះជាប្តីរបស់លីសា
ប៉ុន្តែវានឹងប៉ះពាល់លើភាពស្និទ្ធស្នាលរបស់យើងប្រសិនបើខ្ញុំប្រព្រឹត្តអំពើផិតក្បត់យើងប្រហែលជាអាចនៅតែបានទទួលការសង្គ្រោះនិងជាកម្មសិទ្ធិរបស់ព្រះយេស៊ូវប៉ុន្តែវានឹងប៉ះពាល់ដល់ភាពស្និទ្ធស្នាលរបស់យើងជាមួយទ្រង់ហើយនោះជារឿងដ៏សំខាន់បំផុតខ្ញុំសូមនិយាយបែបនេះខ្ញុំសង្ឃឹមថាលោកអ្នកទទួលបានអ្វីម្យ៉ាងពីមេរៀននេះខ្ញុំសង្ឃឹមថាអ្នកមានបំណងចិត្តដើម្បីសង្វាតឲ្យបាននូវភាពវិសុទ្ធដែលមិនអាចប្រកែកបានព្រោះថាពេលអ្នកធ្វើដូច្នេះអ្នកនឹងរីករាយនៅព្រះវត្តមាននៃព្រះអធិការនៃយើងជួបគ្នានៅមេរៀនបន្ទាប់សូមណែនាំកម្មវិធីទូរស័ព្ទ Messenger X ជាកម្មវិធីដ៏ថ្មីសន្លាងសម្រាប់ការដោនឡូតធនធាននិងបើកមើលវីដេអូជាបណ្ណាល័យ Digital ទាំងមូលដែលមានធនធានសម្រាប់ការបង្កើតសិស្សពីលោកគ្រូចននិងអ្នកគ្រូលីសាបូវីរួមទាំងការបង្រៀនជាវីដេអូសៀវភៅសំឡេង e-book វីដេអូខ្លីៗព្រះគម្ពីរនិងច្រើនថែមទៀតកម្មវិធីនេះអាចប្រើប្រាស់នៅគ្រប់ឧបករណ៍ទាំងអស់និងឥតគិតថ្លៃដោយមានជាង111ភាសាការបង្កើតសិស្សសម្រាប់គ្រប់គ្នានៅគ្រប់ទីកន្លែងសូមដោនឡូតកម្មវិធីទូរស័ព្ទឬចូលទៅគេហទំព័រ messengerx.com